ប្រព័ន្ធខ្ញុំសង្ឃឹមលើឯងហើយឯងនឹងបង្កើតស្បៀងបន្ថែមជារៀងរាល់ថ្ងៃពួកយើងធ្វើដំណើរងាយនឹងការវាយប្រហារខ្លាំងណាស់តើទោះបញ្ជារឿងថយថែទេអធិស្ឋានផងលោកទាហានតើលោកចង់ទៅណាព្រោះជាមកពីកងពលសានតុងជើងហៃជាមនុស្សរបស់លោកម្ចាស់ឆៅអរគុណមេដីទីបំផុតតបជំនួយមកដល់ហើយសូមជួយដេញពួកតាទាំងនោះចេញទៅផងជួយពួកយើងផងទៅកុំបារម្ភអីពួកលោកនឹងទទួលបានជ័យជំនះបាទរត់ទៅពួកវាតាមមកហើយណែពួកតាតាមមកហើយហើយប្រមាណនេះលោកម្ចាស់គឺរាប់ពាន់អ្នកច្រើនដល់ខ្ញុំរំដោះទេលោកម្ចាស់មិនសូវជាមានតបសេះទេភាគច្រើនគឺតបថ្មើរជើងល្អណាស់ឱកាសល្អបំផុតដើម្បីដណ្ដើមយកកិត្តិយសហើយគ្រាន់តែជាតបស្រួយរបស់ពួកវាតែប៉ុណ្ណោះមានប្រហែលជា400នាក់វាគ្មានប្រសិទ្ធភាពសម្រាប់ពួកយើងទេរបស់នេះភ្នែកទឹកមើលរាប់ពាន់លីនៅក្នុងរឿងព្រេងមែនទេពិតជាមានប្រសិទ្ធភាពមែនតើលោកទៅរកកៅយិតនេះមកពីណាបានច្រើនម្ល៉េះសម្រាប់ឲ្យគ្រប់គ្នាអញ្ចឹងឥឡូវពួកយើងបានម្នាក់មួយហើយអាវុធសម្ងាត់គឺខ្ញុំប្រព័ន្ធដ៏អស្ចារ្យខ្ញុំជាអ្នកចម្លងវាឲ្យលោកម្ចាស់បិទមាត់ទៅពួកវាមកហើយហ្វូគុយដឹកនាំទ័ពអាវុធទៅកម្ចាត់ពួកវាទៅច័ន្ទម៉ាស៊ីនាំកម្លាំង100នាក់វាប្រហារវាពីចំហៀងកុំទុកឲ្យពួកវាមានជីវិតបានលោកម្ចាស់ជួរទី1ត្រៀមបាញ់តបមីងសម្រុកចូលជួរទី2ឡើងជួរទី1ថយដាក់គ្រាប់ជួរទី2បាញ់បន្តនេះដូចជារឿងព្រេងអំពីទ័ពមែនជូដែលម្ដាយចាញ់គ្រាន់តែរឿងប្រឌិតតែប៉ុណ្ណោះក្រុមអាវុធរបស់ខ្ញុំមានកម្លាំង200នាក់ហើយក៏សម្លាប់សត្រូវរាប់សិបនាក់បាញ់ម្ដងថែមពី3ជុំទៀតពួកវានឹងរលីសាបសូន្យហើយបាញ់មេបជាការស៊ូពួកយើងអស់គ្រាប់ហើយលោកម្ចាស់ពេលនេះពួកយើងអស់គ្រាប់កំភ្លើងហើយអស់គ្រាប់កំភ្លើងហ៎ប្រព័ន្ធបញ្ជូនគ្រាប់កំភ្លើងទទួលបញ្ជាគ្រាប់កំភ្លើងពេញវិញហើយដើរតាមលោកម្ចាស់ពិតជាល្អបំផុតហើយមានស្បៀងនិងមានគ្រាប់កំភ្លើងបញ្ជាអស់បងប្អូនទាំងអស់គ្នានៅសល់តែ2 3នាក់ទៀតទេសម្រាប់ពួកវាអស់សម្រុកចូលលើបន្ទាប់ពួកវារត់គេចខ្លួនអស់បាត់ហើយពួកយើងដេញតាមវាមិនទាន់ទេកុំបារម្ភលោកមេបជាការធំរៀបផែនការរួចហើយពិតជាចង្រៃមែនពួកទីហ៊ានមីងទាំងនោះពួកវាប្រយុទ្ធដូចជាបិសាចអញ្ចឹងហេតុអីក៏ពួកវាខ្លាំងมันអាចទៅរួចទេនៅមានជនបង្កប់มันអាចទៅរួចទេអត់ទេពួកតាថោកទាបដល់ពេលស្លាប់ហើយសម្លាប់ពួកវាលោកម្ចាស់របាយការណ៍សមរភូមិសម្លាប់សត្រូវ327នាក់រត់រួចយ៉ាងតិច30នាក់ហើយពួកយើងរករបួសតែងជ័យជំនះគឺទាំងស្រុងល្អណាស់ប្រមូលជ័យជំនះនេះគឺជាផុសតាំងនៃជ័យជំនះហើយលោកម្ចាស់ពួកយើងក៏ចាប់បានសេះជាច្រើនក្បាលផងដែរសេះមែនទេប្រសើរណាស់គ្រប់គ្នាអាចវឹកហាត់នៅលើខ្នងសេះបង្រៀនខ្ញុំបានដែរទេគឺបង្រៀនឲ្យខ្ញុំចេះបាញ់កំភ្លើងនៅលើខ្នងសេះឥឡូវនេះស្រាប់តែច្បាស់ណាស់អ្នកណាឃើញជំរុំពួកវាត្រូវរាយការណ៍ប្រាប់ខ្ញុំឲ្យលឿនបំផុតនេះទេបាទបើសិនជាពួកយើងបង្កភាពចលាចលនៅក្នុងជំរុំពួកវាពួកយើងអាចយកឈ្នះកម្លាំងដែលលើសលប់បានលបឿនគឺជាកលឹះប្រាប់ពុទ្ធិហ៊ានទៅថាឲ្យប្រឹងប្រែងបន្តទៀតយប់នេះការវាយទ្រង់ទ្រាយធំ
បើសិនជាឈ្នះនៅក្នុងសមរភូមិនេះម្នាក់នឹងទទួលបានមាសមួយដុំ ជេសត្រូវលួចវាយប្រហារហើយបាយបតបប៊ីកមកហើយរត់យករួចខ្លួនទៅលោកម្ចាស់បានជ័យជំនះដល់អស្ចារ្យទៀតហើយការវាយឆ្មោះជំរំពិតជាមានប្រសិទ្ធភាពមែនពលតាយ៉ាងហោចណាស់ក៏ស្លាប់ 1000 នាក់ពួកវាបានទុកចោលសេះនិងស្បៀងជាច្រើននេះគឺជាការជ័យជំនះបំផុតដែលរាជវង្សមីងមិនធ្លាប់ឃើញចាប់តាំងពីការឈ្លានពានបានចាប់ផ្ដើមលោកមានវិជាការអស្ចារ្យលោកមានវិជាការអស្ចារ្យ ម្ល៉េះទេប្រមោះសម្ភារៈទៅសមរភូមិឲ្យលឿនឡើងទៅ បានលោកម្ចាស់ខ្ញុំនឹងប្រមូលសរុបស្នាដៃភ្លាមពួកជើនឹងរៀបការគ្រប់យ៉ាងទៅរាជវាំង ដាច់ខានមិនបានទេ លោកម្ចាស់ហេតុអីក៏មិនរៀបការជ័យជំនះនេះមែនហើយនេះគឺជាសមិទ្ធផលដ៏អស្ចារ្យបំផុតបើសិនជាពួកជើរៀបការលោកនឹងក្លាយជាមេតបធំជាមិនខានទេ អញចង់ឲ្យមានស្ត្រីច្រើនឬមួយក៏ចង់ស្លាប់ លោកម្ចាស់ពួកខ្ញុំមិនហ៊ានទេពួកជើមិនអាចចង់ឲ្យមានរឿងបែបនេះទេ ក្រៅឡាមកយើងមិនបានបន្ទោសពួកអញទេ ពួកជើជាទាហានពួកជើប្រយុទ្ធដើម្បីបនស័កនិងទ្រព្យសម្បត្តិដើម្បីកិត្តិយសហេតុអីក៏លោកលាក់បាំងភាពជោគជ័យរបស់ពួកជើ អញល្ងងណាស់បនស័កយើងនៅទៀតពេកកិត្តិយសធំធេងបែបនេះយើងមិនអាចទទួលទេបើសិនជាយើងរៀបការពីជ័យជំនះដ៏ធំធេងនេះប្រាប់តាមត្រង់ទៅមានវិជាការធំក៏ធ្លាប់បរាជ័យនៅក្នុងរឿងសង្គ្រាមនេះដែរបើសិនជាពួកគេដឹងថាយើងមានជ័យជំនះគេគិតយ៉ាងម៉េចចំពោះយើងពួកគេចង់បានស្នាដៃជាងយើងទៅទៀតគេប្រកាសជាកាត់ក្បាលយើង ប៉ុន្មានហើយសំបីតាអាចារ្យក៏ទទួលស្នាដៃច្រើនជាងខ្ញុំក៏ខ្ញុំវាយក្បាលវាដែរ มันឆ្ងល់ទេដែលលោកម្ចាស់តែងតែចែករំលែកស្នាដៃជាមួយនឹងកងឯកភាពផ្សេងៗទៀតលោកម្ចាស់ពិតជាមើលបានវែងឆ្ងាយមែន ពិតប្រាកដណាស់ការរស់រាននៅក្នុងឆាកនយោបាយនៅក្នុងការធ្វើសង្គ្រាមនេះស្ដាប់ជើងណាសេះ3ក្បាលនេះទុកសម្រាប់អស់ពួកយើងក្រៅពីនោះត្រូវសម្រាប់ចោលទាំងអស់យកសាច់វាមកធ្វើជាស្បៀងរួចហើយក៏បញ្ជូនទៅឲ្យកងទ័ពពួកយើងឲ្យឆាប់ទៅពួកយើងទៅសម្រាប់នៅជំរំរបស់គេ បានលោកម្ចាស់ចាប់ផ្ដើមបញ្ញាប់ឡើងពួកជើនឹងចេញដំណើរ2ម៉ោងទៀតអ្នកណាអាចប្រាប់ជើបានទេតើកងទ័ពមីងយប់មិញវាប្រហារយើងមានកងទ័ពប្រមាណនេះ លោកម្ចាស់ពួកយើងអត់ដឹងច្បាស់ទេ ពួកអាសម្រាមអត់ប្រយោជន៍ពួកឯងធ្វើឲ្យបាក់មុខកងទ័ព8ទង់ណោះនាំគ្នាទៅកាត់ក្បាលវាចោលទៅ លោកម្ចាស់សូមមេត្តាលើកលែងឲ្យពួកយើងផងទៅលោកម្ចាស់ តាមរកកងទ័ពមីងឲ្យឃើញយើងនឹងឲ្យគេសំបំណុលឈាមមកវិញ ឥឡូវនេះកងទ័ពពួកយើងគ្មាននរណាម្នាក់អាចទប់បានទេពួកឯងចេះតែរត់ថយក្រោយទេឬនរណាទប់វាបានយើងប្រកាសជាផ្ដោតបុណ្យស័ក្តិឲ្យននោះជាទីគាប់ចិត្តប៉ុន្តែបើសិនជាបរាជ័យរាជវង្សមីងក៏រលីដែរ សំលេខាលោកម្ចាស់មានមេតបម្នាក់ឈ្មោះលីជីងអាននៅខាងក្រៅអះអាងថាធ្វើតាមបញ្ជារបស់លោកហើយក៏ទទួលបានជ័យជំនះមកទីនេះដើម្បីរាយការណ៍ យកបញ្ជារបស់ខ្ញុំឲ្យគេចូលមក បានលោកម្ចាស់តើគេម្នាក់នេះជាអ្នកណា មេតបលីជីនអាននៃកងការពារជីងហៃបង្ហាញខ្លួនដើម្បីទទួលកិច្ចការឯងជាមនុស្សនៅក្នុងចំណោមមេបញ្ជាការឆាវបាទលោកម្ចាស់ពិតមែនហើយប៉ុន្តែលើសពីនេះទៅទៀតខ្ញុំគឺជាអ្នកបម្រើរាជវង្សដ៏អស្ចារ្យឯងថាធ្វើតាមបញ្ជារបស់យើងឈ្នះនៅលើសមរភូមិឯងបញ្ជាក់មកបានទេលោកមានវិជាការគឺជាឆ្អឹងខ្នងនៃជំនួយកងទ័ពការពាររាជធានីខ្ញុំបានឆ្លើយតបនឹងអំពាវនាវរបស់លោកដើម្បីមកទៅនេះសម្រាប់សត្រូវនៅតាមផ្លូវខ្ញុំក៏បានជួបពួកតាដូច្នេះខ្ញុំក៏ឆ្លៀតឱកាសនេះកំចាត់ពួកគេតែម្ដងទៅខ្ញុំសម្រាប់ពួកវាអស់1000នាក់នេះក៏ដោយសារការដឹកនាំដ៏ជ្រាលវៃរបស់លោកម្ចាស់ខ្ញុំមកទីនេះដើម្បីរាយការណ៍ជ័យជំនះឯងនិយាយប្រាប់យើងមកមើលឯងកំចាត់ពួកតាពួកឯងមានកម្លាំងប្រមាណអ្នក
កម្លាំងពួកខ្ញុំ300នាក់លោកម្ចាស់មិនគួរជឿសោះមេតបក៏មិនហ៊ានផងប៉ុន្តែឯងមានកម្លាំងត្រឹមតែ300នាក់អាចយកឈ្នះលើពួកតាបានឯងមកនិយាយកុហកយើងបែបនេះឯងដឹងទេថាមានទោសប្រហារជីវិតរាល់ពាក្យដែលខ្ញុំនិយាយសិតតការពិត មនុស្ស300នាក់កំចាត់ជំរុំតាបានឯងកំពុងតែនិយាយព្រាយផ្ដាស្អីប៉ិនមែនហើយកងទ័ពជំរុំទាំងមូលរបស់ពួកយើងតាមពីចាប់ផ្ដើមមកមិនដែលឈ្នះសមរភូមិមួយណាឲ្យសមរម្យនៅឡើយទេសំបីតែម្ដងហើយឯងគ្រាន់តែមានកងទ័ពកំពេញកំប៉ុងហ៊ានអះអាងថាសម្រាប់កងទ័ពតាអស់រាប់ពាន់នាក់វាជារឿងមិនសមហេតុផលសោះ ឯងដឹងទេថាការរីការคล้ายនឹងត្រូវប្រហារជីវិតការរីការរបស់ខ្ញុំមិនកុហកទេលោកម្ចាស់បានហើយចង់ប្រកាយទៀតមែនទេអ្នកយាមចាប់ខ្លួនលីចង្អានភ្លាមទៅលោកម្ចាស់ហេតុអីបានជាលោកម្ចាស់មិនមើលក្នុងបាវនេះសិនទៅក្នុងនេះសិតតែផុសតាំងដែលខ្ញុំសម្រាប់សត្រូវបានមិនអីទេខ្ញុំនឹងធ្វើឲ្យឯងអស់